លោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំនិយាយថាលោកគ្មានគម្រោងបន្តផ្អាកការដំឡើងពន្ធលើសពី90ថ្ងៃលើប្រទេសនានានោះទេក្រោយការផ្អាកនេះចូលដល់ថ្ងៃកំណត់ត្រឹមថ្ងៃទី9ខែកក្កដាជាពេលដែលលោកកំណត់ឲ្យចរចារវាងប្រទេសនិងប្រទេសត្រូវបិទបញ្ចប់រដ្ឋបាលលោកត្រាំនឹងជូនដំណឹងនេះទៅប្រទេសដែលរងការដំឡើងពន្ធទាំងអស់ថាការដំឡើងនេះនឹងចាប់ផ្ដើមចូលជាធរមានលុះត្រាតែប្រទេសណាមួយចរចាបានជោគជ័យជាមួយនឹងអាមេរិកលោកត្រាំប្រាប់សារព័ត៌មាន Fox News ថារដ្ឋបាលរបស់លោកនឹងថ្លឹងថ្លែងពីរបៀបដែលប្រទេសនានាប្រព្រឹត្តចំពោះសហរដ្ឋអាមេរិកដែលឆ្លើយតបទៅតាមគោលនយោបាយពាណិជ្ជកម្មសម្រាប់ប្រទេសខ្លះនឹងមានការប្រែប្រួលចំនួនអត្រាពន្ធគយប៉ុន្តែសម្រាប់ប្រទេសមួយចំនួនទៀតលោកដូណាល់ត្រាំថានឹងបញ្ជូនចំនួនពន្ធគយខ្ពស់ទៅតែម្ដងទោះមានទំនាក់ទំនងល្អកម្រិតណាជាមួយនឹងអាមេរិកក៏ដោយកម្ពុជាបានជួបចរចាជាមួយនឹងវ៉ាស៊ីនតោន2ដងរួចហើយកំពុងរៀបចំការចរចាជាលើកទី3កម្ពុជាបានបញ្ជូនឯកសារសំខាន់ចំនួន3ទៅវ៉ាស៊ីនតោនផងដែរដើម្បីជួយដល់ដំណើរការចរចាគូបញ្ជាក់ផងដែរថាកម្ពុជារងការដំឡើងពន្ធពីអាមេរិកក្នុងអត្រាខ្ពស់ជាងគេនៅក្នុងតំបន់គឺ 49% សូមជម្រាបថាអាមេរិកនៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជាដែលតំណាងឲ្យជាង 37% នៃការនាំចេញសរុបក្នុងឆ្នាំ2024តាមពីក្រោយដោយសហភាពអឺរ៉ុបមានចំនួន 16.5% និងបន្ទាប់មកប្រទេសសមាជិក RCEP មានចំនួន 33.98% កម្ពុជានាំចេញភាគច្រើនជាសម្លៀកបំពាក់ វាយនភ័ណ្ឌ ស្បែកជើងនិងទំនិញធ្វើដំណើរ